សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ដំណើររឿងហើយថ្ងៃនេះ Admin ទទួលសាច់រឿងមួយពីបងស្រីម្នាក់ដែលគាត់និយាយអំពីប្តីរបស់គាត់ដែលបានលួចទៅមានស្រីលួចមានស្រីយូររហូតតែកេងនៅជាមួយនឹងស្រីម្នាក់ហ្នឹងស្រាប់តែស្រីម្នាក់ហ្នឹងមកប្រាប់គាត់ថាគាត់នឹងមានកូនជាមួយនឹងប្តីរបស់គាត់ហើយស្រីម្នាក់ហ្នឹងមិនមែនកេងជាមួយតែប្តីរបស់គាត់ទេគឺកេងជាមួយនឹងប្រុសពី3នាក់នៅក្នុងភូមិទៀតផងហើយមិនមែនថាគាត់អត់មានប្តីទេស្រីប្តីរបស់គាត់នឹងគឺមានប្តីដែរប៉ុន្តែប្តីគឺអត់សូវនៅផ្ទះទេចុះទៅធ្វើការតាមខេត្តទេដូចទៅឆ្ងាយដូចជាមួយខែឬមួយក៏2ខែបានមកលេងផ្ទះម្ដងអញ្ចឹងហើយទើបធ្វើឲ្យស្រីម្នាក់ហ្នឹងរបៀបថាគាត់ចេះតែរសាប់រសល់អីចឹងណាហ្នឹងហើយចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងលម្អិតជាមួយនឹង Admin ទាំងអស់គ្នាតែម្ដងទៅតែបើសិនជាប្រិយមិត្តបានស្ដាប់ហើយសូមកុំភ្លេចជួយចុច Subscribe រួចហើយបើកសញ្ញាកណ្ដឹងនឹងទទួលបាននូវវីដេអូថ្មីប្លែកអារម្មណ៍បន្តទៀតអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះរីករាយស្ដាប់ដូចតទៅសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងស្រីម្នាក់ដែលគាត់សូមមិនបញ្ចេញឈ្មោះទេហើយ Admin ដាក់ឈ្មោះក្រៅឲ្យគាត់តែម្ដងទៅដើម្បីឲ្យស្រួលហៅនៅក្នុងសាច់រឿងដែលបងស្រីម្នាក់ហ្នឹងដែលគាត់មានឈ្មោះថាបងស្រីរិនគឺគាត់មានអាយុ45ឆ្នាំគាត់បានរៀបការជាមួយនឹងប្តីរបស់គាត់បាន20ឆ្នាំហើយ25ឆ្នាំហើយចឹងគឺគាត់មានកូន3នាក់ប្រុស2ស្រី1ចឹងស្រីគឺជាកូនពៅទើបតែអាយុ3ឆ្នាំទេហើយគាត់និយាយអំពីអត្តចរិតប្តីរបស់គាត់បន្តិចប្តីរបស់គាត់គឺអត់សូវចូលចិត្តញ៉ាំស្រាច្រើនទេហូបតែមកល្មមហើយគាត់នឹងក៏ចូលផ្ទះក៏ទៀងពេលវេលាចឹងណាដល់ថ្ងៃស្រាប់តែចូលកំណើតកូនទី3ដែលជាកូនពៅស្រីរបស់គាត់ចឹងណាគាត់ចាប់ដើមពពោះបានរយៈពេល6ខែអញ្ចឹងកូនវាធំហើយពេទ្យនឹងក៏បានណែនាំគាត់នឹងថាកុំឲ្យអាសាគេងនៅជាមួយគ្នាអញ្ចឹងណាហ្នឹងហើយពេលហ្នឹងសម្រស់បងស្រីគាត់ក៏បាក់តាមនឹងដែរដោយសារតែគាត់កំពុងតែពពោះកូនពៅ6ខែដល់ពេលអញ្ចឹងទៅប្តីនឹងរបៀបថាគាត់នឹងគឺអត់រឿងលើក្រែតបានទេអញ្ចឹងពេទ្យគេហាមឲ្យថាមិនឲ្យគេនៅជាមួយគ្នាខ្លាចវាប៉ះពាល់ដល់កូនអញ្ចឹងណាហើយប្តីរបស់គាត់គឺសុខចិត្តនេះប្តីរបស់បងស្រីរិនហ្នឹងគឺគាត់តែងតែរករឿងបោកចានបោកឆ្នាំងដោយសារតែគាត់នឹងប្រែអត្តចរិតអស់អញ្ចឹងណាហើយបើកូនលើកទី2កូន2ហើយតាំងពីកាលមកគាត់មិនដែលមានអត្តចរិតអញ្ចឹងទេថប់ដល់ពេលចូលកូនទី3មានអត្តចរិតថាឆាប់ឆេវឆាវបោកចានបោកឆ្នាំងវាយទ្រព្យសម្បត្តិវាយអីចឹងណាហើយពេលហ្នឹងបងស្រីរិនគាត់ឆ្ងល់ត្រង់ថាចេះការតាំងពីការជាមួយគ្នាបាន20ឆ្នាំជាងនឹងហើយតាំងពីកូន2ប្តីរបស់គាត់មិនដែលថាវាយចានវាយឆ្នាំងបោកចានបោកឆ្នាំងអញ្ចឹងទេទៅតែចូលកូនទី3នេះដោយសារតែខឹងមិនបានគេងនៅជាមួយនឹងបងស្រីហ្នឹងគឺវាយចានវាយឆ្នាំងតែម្ដងចូលកូនទី3ហើយបងស្រីរៀនគាត់ក៏អាសាលួងលោមប្តីរបស់គាត់ដែរថាមិនអាចគេងនៅជាមួយគ្នាបានទេព្រោះពេទ្យហាមហើយថាតែគេងនៅមួយគ្នាវាប៉ះពាល់កូននៅក្នុងផ្ទៃព្រោះកូនវារៀងធំដែរហើយ6ខែចូល7ហ្នឹងដល់ពេលគាត់និយាយបានមួយថ្ងៃ2ទៅស្រាប់តែប្តីរបស់គាត់អាសាចេញក្រៅរាល់យប់គាត់ដឹងថាមានបញ្ហាអីទេអាសាចេញក្រៅដល់ពេលចេញទៅក្រៅញឹកញយអញ្ចឹងបងស្រីហ្នឹងគាត់បានតាមដានដឹងថាប្តីរបស់គាត់ហ្នឹងបានលួចតាក់តងលួចមានស្រីហើយគាត់ស្មានថាតាក់តងស្រីហ្នឹងលួចមានស្រីនៅខាងក្រៅប្រូបខាងក្រៅភូមិក្រៅអីចឹងណាគឺស្រីនៅក្នុងភូមិទៀតស្រីនៅក្នុងភូមិហ្នឹងគឺជាប្រពន្ធរបស់គេទៀតអញ្ចឹងប្តីរបស់គាត់ហ្នឹងបានលួចតាក់តងប្រពន្ធគេហើយប្រពន្ធគេហ្នឹងមានន័យថាគឺមិនមែនតាក់តងតែប្តីរបស់គាត់ទេអញ្ចឹងប្រុស3 4នៅក្នុងភូមិទៀតក៏គាត់តាក់តងដែរអញ្ចឹងណាបងស្រីលីហ្នឹងគាត់ឃើញប្តីរបស់គាត់ទៅក្រៅច្រើនដងពេកគាត់ក៏សួរនាំថាតើប្តីហ្នឹងទៅណាមិនជួយការងារផ្ទះខ្លះផងហ្នឹងណាប្តីហ្នឹងក៏ដកដង្ហើមធុញណាស់អញ្ចឹងណាគាត់ក៏ដើរឡើងទៅលើបន្ទប់បាត់ទៅស្រាប់តែ2 3ខែក្រោយមកមាននារីម្នាក់ដែលនៅក្នុងភូមិហើយនៅក្នុងភូមិហ្នឹងបងស្រីរីតគាត់ក៏ស្គាល់ឈ្មោះទៀតថាស្រីប្តីរបស់គាត់ហ្នឹងឈ្មោះស្រីលីហ្នឹងហើយគឺគាត់មានប្តីអញ្ចឹងប្តីរបស់គាត់អត់នៅផ្ទះទេដោយអេដមីននេះបញ្ជាក់ពីខាងដើមអញ្ចឹងណាប្តីរបស់គាត់អត់នៅផ្ទះទេចុះទៅខេត្តញឹកញយអញ្ចឹងហើយបានគាត់ហ្នឹងមានតំណែងតំណងប្រុសនៅក្នុងភូមិហើយមិនតំណែងតំណងប្រុសនៅក្នុងភូមិ2 3នាក់ទេតាក់តងមកប្តីរបស់គាត់ទៀតអញ្ចឹងបងស្រីរិនហ្នឹងក៏សួរស្រីប្តីរបស់គាត់ថាមកផ្ទះគាត់ធ្វើអី
មានការអីមែនស្រីលីដែលត្រូវជាស្រីប្តីរបស់គាត់ហ្នឹងក៏បាននិយាយប្រាប់ថាខ្ញុំមានកូនជាមួយនឹងប្តីរបស់បងឯងស្រាប់តែបងស្រីរិនហ្នឹងគាត់ក៏បាននិយាយថាមានកូនជាមួយប្តីខ្ញុំយ៉ាងម៉េចបើខ្ញុំដឹងប្រវត្តិអ្នកឯងហ្នឹងតាក់តងប្រុសនៅក្នុងភូមិពី3នាក់ហ្នឹងហេតុអីក៏មកចោទប្តីខ្ញុំថានាងឯងហ្នឹងមានកូនជាមួយនឹងប្តីរបស់ខ្ញុំគាត់និយាយអញ្ចឹងណាស្រាប់តែស្រីប្តីរបស់គាត់ហ្នឹងក៏ឆ្លើយតបទៅវិញថាខ្ញុំដេកជាមួយប្រុសផ្សេងមែនប៉ុន្តែគេមិនដែលដាក់ទឹកចូលទេប៉ុន្តែខ្ញុំដេកជាមួយប្តីចាឯងគឺប្តីចាឯងដាក់ទឹកចូលអញ្ចឹងហើយខ្ញុំពិនិត្យផ្ទៃពោះទៅខ្ញុំយកទឹកប្រដាប់វាស់ទឹកនោមទៅប៉ុន្តែទៅថាមានផ្ទៃពោះខ្ញុំគេជាមួយប្តីគេជាមួយប្រុសផ្សេងគេមិនដែលដាក់ទឹកចូលទេប៉ុន្តែខ្ញុំដេកជាមួយប្តីចាឯងគឺប្តីចាឯងដាក់ទឹកចូលឲ្យខ្ញុំនិយាយថាមិនទៀតបើខ្ញុំច្បាស់ខ្លួនឯងនៅថ្នាក់ហ្នឹងហើយដល់ពេលប្រកែកគ្នាប្រកែកអញ្ចឹងណាប្រកែកស្រាប់តែស្រីប្តីរបស់បងស្រីរិនហ្នឹងគឺប្រកែកអត់ឈ្នះគាត់ក៏ដើរទៅបាត់ប្រហែលជាទៅផ្ទះបានរយៈពេលបាន 2-3 ថ្ងៃស្រាប់តែស្រាប់តែស្រីលីដែលត្រូវជាប្តីស្រីរបស់គាត់ហ្នឹងស្រាប់តែគាត់នឹងក៏បានផុស Facebook ឌឺដងឲ្យបងស្រីរិនដល់ពេលគាត់បើក Facebook ចឹងទៅគាត់ឃើញអ្នកភូមិ share ចឹងទៅគាត់ឃើញប្តីស្រីរបស់គាត់ហ្នឹងបានផុសឌឺដងថាប្រពន្ធដើមហ្នឹងមុខឲ្យកាចាស់ងោងអត់ចេះថែខ្លួនអញ្ចឹងតែបានប្តីរត់មករកក្រៅហើយមុខឲ្យយាស្តាដូចម៉ែចាស់ដល់ពេលគាត់អានផុសអញ្ចឹងហើយគាត់នឹងក៏អត់មាត់កឲ្យដែរដោយសារតែគាត់ទប់អារម្មណ៍ដោយសារតែគាត់ពងពោពោះអញ្ចឹងណាគាត់ក៏ទប់អារម្មណ៍គាត់អត់មាត់កឲ្យដែរគាត់ក៏បានទៅសួរនាំប្តីថាប្តីឯងបានតែគេងជាមួយស្រីម្នាក់នេះមែនហើយប្តីនឹងក៏បានឆ្លើយថាគេដែរប៉ុន្តែគេមានការពារមានអាវភ្លៀងឲ្យការពារអញ្ចឹងណាហើយប្រពន្ធនឹងក៏បានសួរនាំទៀតថាមិនក៏គេចោទថាឯងនឹងដាក់ទឹកចូលឯណាណីហើយពេលហ្នឹងបងស្រីគឺគាត់អត់មានរោរឿងអីដែរទេប៉ុន្តែគាត់តែសួរនាំអីចឹងណាប្តីក៏បានប្រាប់តាមត្រង់នេះទៅចឹងណាប្រាប់ថាទេខ្ញុំដែលទេដល់ពេលចឹងទៅគាត់នឹងក៏ចង់ដឹងហើយគាត់នឹងក៏ប្រពន្ធប្តីនឹងតើពិនិត្យ DNA តើជាកូនគាត់ពិតមែនអត់នៅក្នុងពោះនឹងតែខាងស្រីនឹងគឺគាត់អត់ហ៊ានទេឈ្មោះសុកលីចឹងស្រីប្តីចឹងណាគឺអត់ហ៊ានទៅពិនិត្យជាមួយនឹងបងប្រុសទេស្រាប់តែបាន1ខែ2ខែក្រោយមកហ្នឹងស្រាប់តែស្រីលីនេះក៏ពោះធំអញ្ចឹងណាពោះធំអញ្ចឹងទៅប្តីនឹងក៏បានឡើងមកពីខេត្តវិញឃើញប្រពន្ធពោះធំអញ្ចឹងទៅប្តីស្រីលីបានឃើញប្រពន្ធពោះធំអញ្ចឹងណាក៏បានសួរនាំថាមិនកូនពោះយើងបងមិនដែលនៅផ្ទះផងដល់ពេលអញ្ចឹងទៅស្រាប់តែប្តីនឹងរោរឿងស្រីលីអញ្ចឹងណារោរឿងដល់ពេលអញ្ចឹងទៅគាត់ក៏ដាក់ពាក្យថាឡើងតឡាការឡើងឲ្យប្តឹងគ្នាលែងលះអញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ក៏អស់ផ្លូវដើមមិនដឹងទៅណាទេក៏រត់បារោប្តីបងស្រីរិនក៏ប្តីបងស្រីរិនគឺគាត់ថាអត់ដឹងដែរព្រោះអីគេការពារដែរមិនដឹងអ្នកឯងតាក់តងអ្នកណាផងប្រុសមកកណោនៅក្នុងភូមិអីចឹងណាសារតែពេលហ្នឹងគឺគាត់ប្តីនោះក៏លែងហើយគាត់ហ្នឹងក៏គ្មានទីពឹងអីចឹងណាគាត់ដូចជាទូកអត់ចង្វាអញ្ចឹងវិលពេញកណ្ដាលតលេអញ្ចឹងហ្នឹងហើយសាច់រឿងគឺមានតែប៉ុណ្្នឹងឯងបងប្អូនសង្ឃឹមថាបងប្អូនស្ដាប់ទៅយល់មិនយល់សូម comment ដើម្បីស្ថាបនាកុំដើម្បីកុំជេរកុំអីណាដោយសារតែនេះគឺបងស្រីគាត់ចែកម្លែកមករៀងខ្លីដែរទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងអរគុណច្រើនអរគុណពុកម៉ែបងប្អូនដែលបានតាមស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំគ្មានអ្វីទេក្រៅពីវិរិយដៃ10ក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ